ខ្ញុំមានលុយ20000ហើយគឺខ្ញុំនឹងទៅទិញបាយហើយនឹងទិញអីញ៉ាំមួយផ្លែតឥឡូវសុំជាមួយនឹងការពាក់អាវក្រៅមួយសិនហើយឥឡូវនេះគឺពាក់ហើយនៅជាប់លុយ500នៅក្នុងកប៉ៅទៀតឥឡូវយើងទៅយើងសុំការពាក់វ៉ៃជើងឥឡូវយើងទៅឥឡូវយើងធ្វើការចោះទៅផ្ទះខ្ញុំនៅជាប់លើអីចឹងណាឥឡូវយើងធ្វើការចោះទី2ម្ដងឥឡូវយើងមកដល់ជាន់ទាំងអស់ហើយសូមអធិស្ឋានរៀងលឺសលេងងាកងក់តិចហើយយើងធ្វើការដើរទៅលើគឺមកដល់កន្លែងលក់អីអូខេឆ្ងាញ់ឥឡូវគឺយើងបានលុយហើយគ្នាលើមកដល់កន្លែងទិញអីញ៉ាំលើបាននំហើយ